Magic Action ឬក៏វគ្គដេញថ្លៃនិយាយទៅអ្នកនរគ្នាក៏តែផ្លែគេត្រូវអត់បាត់ឡើងមកសបកធំមកវិញលេងនិយាយអំពីការដេញថ្លៃអត់និយាយពី Commander ក្នុង Magic Check Go ក្នុងវគ្គធម្មតាក្នុងវគ្គអីក៏ព្រោះថាចង់មកប្រាប់អ្នកនរគ្នាពាក់ព័ន្ធជាមួយនឹង Magic Action Content ដែលខាង Magic Check Go គាត់បានដាក់ឲ្យទៅការប្រកួតបង្កើត Content ដើម្បីទទួលបានរង្វាន់ដូចជាលុយឬក៏ Diamond ជាដើមអញ្ចឹងហើយខ្លាចថាអ្នកនរគ្នាអ្នកដែលលេង Magic Check ហើយនៅអត់ដឹងទៀតក៏បង្កើតវីដេអូមួយតែនិយាយទៅនៅតែ style ចាស់របស់ខ្ញុំដដែលទេគេទូទៅគេបង្កើត content ពាក់ព័ន្ធជាមួយនឹងការដេញថ្លៃការអីតែសម្រាប់ខ្ញុំនៅតែបញ្យល់អំពី skill commander ដូចដើមហើយនេះផងដែរគឺជារង្វាន់ចាប់ពី top 1រហូតដល់ top 30គិតតាមចំនួន view របស់វីដេអូនីមួយៗហើយចុងក្រោយនេះគឺជារង្វាន់សម្រាប់អ្នកដែលធ្វើ content បានល្អបំផុតវាមិនមែនគិតតាម view ទេនៅពេលដែលយើងដាក់ hashtag ទាំង3ហើយយើងដាក់ link ឲ្យគេហើយគេនឹងចូលមើលរបស់យើងបើសិនជាវាជា content មួយដែលល្អគេគិតថាល្អយកទៅប្រៀបធៀបជាមួយអ្នកធ្វើ content ផ្សេងទៀតបើសិនជាយើងអាចចូល top យើងនឹងទទួលបាន diamond ទាំងអស់ហ្នឹងពាក់ព័ន្ធជាមួយនឹង content ខ្ញុំបានបញ្យល់រួចអស់ហើយឥឡូវហ្នឹងយើងមកយល់អំពី skill របស់ commander វិញសម្រាប់ commander Layla នៅពេលដែលការដេញថ្លៃចាប់ផ្ដើមភ្លាមគាត់នឹងបង្ហាញនូវ information ទាំងអស់របស់ item ចំនួន3ហើយនៅវគ្គបន្តទៅទៀតគាត់នឹងបង្ហាញតែមួយទេនៅ information ទាំងអស់របស់ item នីមួយៗតែវាជាការ randomសម្រាប់ Commander Harley គឺស្រួលយល់ខ្លាំងមែនទែននៅពេលដែលការដេញថ្លៃចាប់ផ្ដើមភ្លាមយើងនឹងដឹងអំពីចំនួននៃ item ដែលមានពណ៌ទាំង3ដូចជាពណ៌ស្វាយពណ៌មាសហើយនិងពណ៌ក្រហមថានៅក្នុង round ហ្នឹងមាន item ទាំង3មុខហ្នឹងចំនួនប្រមាណអញ្ចឹងហើយយើងស្រួលបែកតម្លៃខ្លាំងមែនទែនសម្រាប់ Commander Lancelot វិញនៅ round 1គាត់នឹងបង្ហាញអំពីទំហំ item ដែលនៅជួរខាងក្រោមគេប្រអស់ហើយ round 2វិញគាត់នឹងបង្ហាញអំពីពណ៌នៃ item នៅខាងជួរក្រោមគេប្រអស់ចង់បញ្ជាក់កន្លែងហ្នឹងទៅវាបង្ហាញទាំងហុកហេហ្នឹងមិនមែនជា skill របស់ Lancelot ទេវាជា public information ដែលបង្ហាញអំពី item ដែលមានតម្លៃបំផុតគឺបង្ហាញ all information តោះយើងតទៀតរីឯ round 3វិញវានឹងបង្ហាញអំពីទំហំនៃ item ក៏តាមជួរឈរ random ចំនួន2ពោលគឺអាចជួរពីលើចុះក្រោមហ្នឹងវានឹងលោតបន្ត2 random មិនដឹងថានៅជួរណាទេ item ដែលនៅក្នុងជួរហ្នឹងនឹងបង្ហាញអំពីទំហំទាំងអស់ round 4 និង round 5វានឹងបង្ហាញអំពីប្រភេទនៃ item ទៅតាមជួរឈរទាំងពីរដែលវាបានបង្ហាញនៅ round 3 Commander Wells skill របស់គាត់ត្រូវបានបែងចែកជា4នៅ round 1គាត់នឹងបង្ហាញអំពីទំហំនិងពណ៌របស់ item ពណ៌ប្រផេះទាំងអស់និង round 2គាត់នឹងបង្ហាញអំពីទំហំនិងពណ៌ item ពណ៌បៃតងនិងបន្តគឺដូចគ្នាទាំងអស់រហូតទៅដល់ item ពណ៌ស្វាយកន្លែងនេះចង់បញ្ជាក់បន្តិចមូលហេតុដែលវាអត់លោតពណ៌ស្វាយមានន័យថាដោយសារតែ round ហ្នឹងវាអត់មាន item ពណ៌ស្វាយទេនេះឃើញអត់អ្នកគ្នាខ្លាំងអស់តាមពណ៌ខៀវហ្នឹងសម្រាប់ Commander Ellis វិញនៅពេលដែលការដេញថ្លៃចាប់ផ្ដើមភ្លាមគាត់នឹងធ្វើការ random បង្ហាញនៅពណ៌ item ចំនួន4រងចាំរហូតទៅដល់ round 3គាត់នឹងធ្វើការបង្ហាញអំពីពណ៌នៃ item ដែលមានតម្លៃបំផុតនៅក្នុង round មួយហ្នឹងឬក៏យើងនិយាយថានៅក្នុងការដេញថ្លៃមួយហ្នឹងឥឡូវហ្នឹងខ្ញុំសូមឈប់សំណឹងស្នាយក៏ដោយសារតែនាទីគឺវារៀងយូរណាស់ដែរហើយសម្រាប់ Commander ដែលនៅសល់បើសិនជាវីដេអូនេះអ្នកនរគ្នាគាំទ្រឬក៏អ្នកនរគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូបន្តអាចប្រាប់ខ្ញុំនៅក្នុង comment បានចាំខ្ញុំនឹងធ្វើ part 2ឲ្យសម្រាប់ Commander ទាំងអស់ហ្នឹងPowerful magic requires an even stronger will. Stay by me, and the wind shall not harm you.